បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺមកស្ងោរជីឆាយបងប្អូនមកស្ងោរជីឆាយបាទនេះគឺនៅម៉ែគឺគាត់ធ្វើម្ហូបតែម្ដងបាទនេះគឺជីឆាយបងប្អូនខ្លះប្រហែលជាអត់ដែរហូបស្ងោរជីឆាយហ្នឹងទេបាទគឺនៅម៉ែកំពុងធ្វើបងប្អូនបាទជីឆាយបងប្អូនខ្លះស្គាល់បងប្អូនខ្លះគឺអត់ស្គាល់ទេបាទអ្នកខ្លះក៏បានធ្វើម្ហូបញ៉ាំទៅអ្នកខ្លះក៏អត់ដែរធ្វើម្ហូបស្ងោរជីឆាយនេះដែរបងប្អូនបាទនេះគឺយើងត្រាំទឹកឲ្យវារីកបងប្អូនបាទជាដំបូងយើងត្រាំទឹកឲ្យរីកសិនឲ្យរីកហើយយើងពូតទឹកវាចេញបងប្អូនបាទយើងពូតទឹកចេញហើយយើងយកវាអស់បងប្អូនធ្វើម៉េចយើងពូតទឹកឲ្យស្ងួតអស់បាទពូតទឹកឲ្យស្ងួតបងប្អូននេះបាទហើយយើងមានគ្រឿងដូចជាស្លឹកខ្ទឹមបងប្អូនខ្ទឹមចិញ្ច្រាំបាទនេះកំពុងតែបាទនេះគឺយើងនេះសាច់ជ្រូកបងប្អូនបាទសាច់ជ្រូកយើងបង្ងាស់វាឲ្យជាមួយស្លឹកក្រូចបងប្អូនបាទបង្ងាស់វាជាមួយស្លឹកក្រូចបាទកុំឲ្យមានធុំក្លិនសាច់ជ្រូកបងប្អូនបាទគឺមុខម្ហូបងាយទេបងប្អូនបាទបើបងប្អូនចង់ធ្វើហូបមើលទៅវីដេអូខ្ញុំទៅគឺបានហើយបងប្អូនបាទស្លឹកក្រូចនេះគឺយើងដាក់ស្ងោរជាមួយសាច់ជ្រូកឲ្យយើងឆ្អិនដើម្បីកាត់បន្ថយជាតិឆ្អាបបងប្អូនបាទហើយដើម្បីយើងស្ងោរទៅឆាប់ឆ្អិនតែម្ដងបាទព្រោះយើងបានបង្ងាស់ទឹកឲ្យវាចេញជាតិឆ្អាបបាទហើយយើងលាងវាមកបងប្អូនយើងលាងវាប្រចំលាងបាទលាងវាស្អាតហើយចាំដាក់រៀបចំដាក់ក្នុងឆ្នាំងតែម្ដងបងប្អូនបាទនេះគឺយើងលាងស្អាតហើយបាទនេះគឺកញ្ឆាយបងប្អូនបាទនេះស្លឹកខ្ទឹមបាទនោះគឺផ្លែខ្ទឹមចិញ្ច្រាំបងប្អូនបាទយើងចិញ្ច្រាំហាន់វាមកបាទបងប្អូនបាទមានស្លឹកខ្ទឹមមានបង្គាបាទបង្គាជាហៀយើងត្រាំទឹកវាបងប្អូនបាទគេត្រាំទឹកឲ្យវារីកបាទនេះស្លឹកខ្ទឹមចិញ្ច្រាំបងប្អូននោះបង្គាបាទបង្គាជាហឺបាទនេះបង្គាជាហឺបងប្អូនដែលត្រាំទឹកវារៀងរីកបន្តិចបងប្អូនចូលយើងដាក់ក្នុងសម្លស្ងោរជីឆាយបាទឆ្ងាញ់នេះកំពុងតែចិញ្ច្រាំខ្ទឹមចិញ្ច្រាំបងប្អូនបាទនេះគ្រឿងផ្សំបងប្អូនមើលហើយទៅគ្រឿងផ្សំបាទវាគ្រឿងផ្សំបាទជាសម្រាប់បងប្អូនខ្លះគាត់ចេះធ្វើម្ហូបខ្លះគឺមិនទាន់បានចេះធ្វើបងប្អូនគឺមើលវីដេអូរបស់ខ្ញុំបាទគឺពេញចិត្តតែម្ដងបងប្អូនបាទនេះគឺកញ្ឆាយបងប្អូនកញ្ឆាយយើងទិញនៅកន្លែងតុំអ្នកលក់បងប្អូនបាទនឹងកញ្ឆាយបាទនេះគឺស្លឹកជាកដោបងប្អូនស្លឹកជាកដោបាទស្លឹកជាកដោបងប្អូនបាទនេះគឺបង្គាក្រៀមនិងចំហឺបងប្អូនបាទចំហឺបាទនេះគឺស្លហើយបងប្អូនគឺតំណងណាបងប្អូនហើយមើលໄວដៃបងប្អូនបាទគឺឆ្អិនហើយបាទនៅវីដេអូហើយបងប្អូនបាទអញ្ចឹងសូមបងប្អូនរៀនស្លបាទធ្វើម្ហូបដើម្បីមានជំនាញមួយដែរបងប្អូនបាទtrong video គឺអត់មានអីច្រើនទេគឺសង្ឃឹមថាបងប្អូនជួយ Subscribe មួយហើយនិង Share វីដេអូរបស់ខ្ញុំបាទដើម្បីចែកម្លែកឲ្យបងប្អូនបានឃើញអំពីរបៀបធ្វើម្ហូបទាំងអស់គ្នាបងប្អូនបាទគឺទំនងបងប្អូនគឺក្តៅហុយតែម្ដងបាទអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺសូមចុច Subscribe ម្នាក់មួយដើម្បីតាមដានវីដេអូរបស់ខ្ញុំបានបន្តទៀតបងប្អូនបាទគឺទំនងណាបងប្អូនមើលហើយទៅបាទសូមអរគុណសូមជម្រាបលា